ដើម្បីធ្វើបានអ្នកគ្នាត្រូវមាន include 3ដែលធម្មតាយើង stdio ហ្នឹងហើយហើយជាបន្ទាប់អ្នកគ្នាធ្វើការប្រកាសខ្ញុំមាន integer មួយ target ហ្នឹងគឺចម្លើយរបស់យើងដែលយើងទាយណាឧទាហរណ៍ចម្លើយត្រូវយើង20អញ្ចឹងអាហ្នឹងគឺ target ហើយគេយើងភ្ចូលជាមួយនឹង integer មួយទៀតគឺ atom ជាមួយ atom នេះវិញគឺជាចំនួនដងនៃការយើងទាយបានដងយ៉ាងទៅហើយវា start ពី0មកកន្លែងនេះខ្ញុំមាន screen មួយដែលនឹងនៅខាងក្នុងគ្នាហ្នឹងគឺមាន time ហើយលេខ0ចំពោះកន្លែងនេះគឺយើងដាក់ដើម្បីអីអ្នកគ្នាគឺដើម្បីថានៅពេលដែលយើងទាយឆ្លើយរបស់យើងគឺវាអត់នៅដដែលទេឧទាហរណ៍ឆ្លើយលើកហ្នឹងឆ្លើយត្រូវរបស់វា20អញ្ចឹងដល់ពេលយើងទាយម្ដងទៀតរ៉ាន់ទៅក្រោយទាយម្ដងទៀតឆ្លើយវាដូរផ្សេងរហូតគឺវាអត់នៅដដែលទេតោះមកគឺ target យើងទុកកន្លែងទាយហ្នឹងហើយគឺ parent យើងគឺអនុគមparent នេះគឺមានន័យថាវាជាលេខអ្នកគ្នាគឺលេខ10000 140,000លានអីហ្នឹងជាអនុគមលេខយកទៅចែកយកសំណល់ជាមួយនឹងលេខ99ហើយយើងបូក1មកមើលហើយដែលបូក1ដោយសារអីអ្នកគ្នាគឺលេខដែលយើងទាយគឺ1ដល់99ប៉ុន្តែយក99ទេដោយសារថាបើសិនជាយើងយក99ចែកភាគរយ99ស្មើប៉ុន្មានសំណល់សល់0ហ្នឹងអញ្ចឹងយកទេយើងយកពី0ដល់98កាលណាដែលយើងយក0ដល់98យើងត្រូវបូកបន្ថែម1ទៀតជិះវាងអ្នកគ្នាសំណល់យើងសល់0យើងបូក1ទៅឃើញ1ឃើញទេចម្លើយទាយយើងចូលចន្លោះ1ទៅ99ណាកន្លែងនេះខ្ញុំផ្សេងសារមួយមកដែលយើងដាក់ទាយណាដាក់សារ UKS number ទៅមកចង់ទាយលេខបានចូលមកដល់ក្រោមយើងប្រើលក្ខខណ្ឌ value ដែលសារយើងចង់ទាយច្រើនដងណាកន្លែងនេះយើងអាចធ្វើតូចជាង6បើន័យយើងថាទាយបានតែ6ដងទេអ្នកគ្នាអញ្ចឹងយើងមើលខាងក្រោមខ្ញុំដាក់ intercase ហើយ scan មកយើងបញ្ចូលលេខមកយើងចង់បញ្ចូលលេខបានពី1ដល់99នេះយើងវាយមកយើងទាយណាហើយបន្ទាប់មកកន្លែងនេះហើយប្រើលក្ខខណ្ឌមួយដែលលក្ខខណ្ឌ if guess ឲ្យវាស្មើជាមួយនឹង target កាលណាដែលយើងទាយលេខ guess ហ្នឹងវាត្រូវជាមួយនឹង target អ្នកគ្នាស្គាល់ target ហ្នឹងនៅខាងលើនេះជាចម្លើយរបស់យើងដែលយើងជាចម្លើយត្រូវរបស់យើងណាបើសិនជាយើងទាយត្រូវឲ្យចម្លើយហ្នឹងគឺវានឹងចេញ calculation ឲ្យយើងហើយយើងបញ្ចប់ return វាមួយមកចប់មកករណីមកហើយខាងក្រោមយើងប្រើ if else អ្នកគ្នាបើសិនបើ guess យើងគឺធំជាង target មានន័យថាម៉េចហ្នឹងធំជាងមិនថាយើងទាយធំជាងអាចឆ្លើយត្រូវរបស់យើងណាឆ្លើយត្រូវរបស់យើងគឺ target ឧទាហរណ៍ថាលេខ20ចុះប៉ុន្តែយើងទាយទៅធំជាងយើងទាយទៅ40យើងទាយ50 60អញ្ចឹងវាធំជាងអញ្ចឹងខ្ញុំឲ្យចេញសារមួយខាងក្នុងនេះគឺចេញ too high តែ too high បកថាវាធំខ្លាំងណាស់ខ្ពស់ខ្លាំងណាស់អញ្ចឹងទៅហើយបន្ទាប់មកគឺ L កន្លែងនេះខ្ញុំឲ្យលក្ខខណ្ឌផ្ទុយបើសិនជាវាខុសពីឥឡូវហ្នឹងឲ្យវាចេញតូចខ្លាំងណាស់ទៅលេខយើងណាហើយខាងក្រោមគឺយើងតម្រង់មកវាមិន attempts ហើយបូកកន្លែងហ្នឹងគឺតម្រង់របស់វាដើម្បីវាកើនរហូតហើយខាងក្រៅលុបវ៉ាហ្នឹងគឺយើងចាប់តម្លៃវាហ្គេមយើងដាក់ហ្គេមរបស់យើងគឺយើងចាប់ period ដើម្បីចាប់យកតម្លៃចាប់តម្លៃដែលយើងទាយហ្នឹងយើងទាយលេខប្រមាណហើយវាចេញមកប៉ុណ្ណឹងហើយបើសិនជាត្រូវជាមួយនឹង target លេខប្រមាណហ្នឹងអញ្ចឹងខ្ញុំធ្វើការ run មើលពី1ដល់99ណាគ្នាខ្ញុំទាយលេខមក40អញ្ចឹងសារមកយើងថា too high ខ្ពស់ខ្លាំងណាស់អញ្ចឹងយើងបន្ទាបបន្តិចណាគ្នាបន្ទាបតិចមកឡើង30អីចំទៅមកគឺចែកដល់អ្នកគ្នាអញ្ចឹង30ត្រូវឲ្យ control អញ្ចឹងជាបន្ទាប់ខ្ញុំធ្វើការទាយមកទៀតគឺកន្លែងនេះយើងអាចទាយបាន6ដងអ្នកគ្នាប៉ុន្តែយើងទាយទៅមិញឲ្យពីដងអញ្ចឹងខ្ញុំចូល59ថាទាប2ហើយអញ្ចឹងយើងចូលលើ59ទៀត60មើលណាទាបទៀតអញ្ចឹងយើងចូល70នៅទាបទៀតហើយចូលលេខប្រហែលអ្នកគ្នាលើ70ទៀត80ទាបទៀតមើលដាក់90មក99អូខ្ពស់ពេកណាគ្នាអញ្ចឹង97គឺខ្ពស់ពេកហើយអញ្ចឹងយើងបន្ទាបបន្តិចឥឡូវយក9ប្រមាណអ្នកគ្នាពីចន្លោះពី80ទៅ97ទេមើលយក95ចាអូគឺចម្លើយ92អ្នកគ្នាគឺអត់ត្រូវទេអញ្ចឹងយើងទាយបាន6ដងគឺចប់ហើយពេលយើងរ៉ាន់ទៅចម្លើយវាអត់នៅដដែលទេគឺបដូររហូតអ្នកគ្នាដោយសារតែយើងមាន screen ហើយនឹង target ហ្នឹងហើយឥឡូវខ្ញុំធ្វើការ run ដងទៀតអ្នកគ្នាអញ្ចឹងខ្ញុំពេលនេះខ្ញុំធ្វើការបញ្ចូលលេខម៉ាន1ដល់99នេះនៃ30ចាវាថាទៀបអញ្ចឹងយើងទៀបពេកហើយអញ្ចឹងយើងតឡើងទី40ណាទៀបទៀតដាក់60អូខ្ពស់វាថាខ្ពស់អញ្ចឹងពី40ទៅ60វាមាន50ណាគ្នាដាក់50មើល50នៅខ្ពស់ទៀតដាក់44ណា44នៅខ្ពស់ទៀតអញ្ចឹងមានតែ
sai mũi sai pi sai bay ấy mình là sai mũi sai pi sai bay trở lại pi bay đang đạt ra mùi cho nè lên thì lên mà đạm ăn sai pi chứ trở lại sai mũi bị trái trắng dân cái ca bây giờ đi cho phải cùng nó cái dân chọn tê bạn này